ថ្ងៃនេះគឺថាបានមកម្ហូបពិសេសឲ្យយើងសរសឹងយើងនេះមានពងក្រួយខជាមួយនឹងសាច់ជ្រូកចឹងទៅជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមុនថាខនោះមកហាន់សាច់សិនឲ្យស្ដើងមកទូចល្មមអញ្ចឹងណាហើយសាច់ហ្នឹងគឺថាឆ្ងាញ់ណាស់ខ្ញុំទិញចំកន្លែងសាច់ផុយពេលយើងហូបទៅមិនឆ្ងាញ់បើទិញសាច់3ជាន់គឺកូនខ្ញុំក៏អត់ហូបទេគាត់អត់ចូលចិត្តនិយាយទៅមានខ្លាញ់មានអីយ៉ាងបាសាច់ចឹងហើយមានជាមួយនឹងពងក្រួយបន្តិចទិញគេប្រហែលជា10កាក់មកតែប៉ុណ្្នឹងទៅហើយជាការស្រេចនេះផ្ទះខ្លួនឯងមានពងមាន់តែគាត់ថាចង់ហូបពងក្រួយចឹងក៏ទិញពងក្រួយទៅហើយមុនថាខនោះក៏ថាខ្ញុំចាក់ខ្លាញ់ឆាវាមកស្ទុះសិនឆាជាមួយនឹងខ្ញីព្រោះនៅស្រុកហ្នឹងពេលច្រើនគេខគេដាក់តែខ្ញីគេប្រើខ្ញីចឹងហើយចាក់ទឹកខនេះបន្តិចទៅអ្នកទាំងអស់គ្នាមកខ្ចប់ហ្នឹងបន្តិចមកខ្ចប់អស់លីងហើយថែមជាមួយនឹងទឹកទៅចាក់ពងក្រួយមកចោលទៅតែប៉ុណ្្នឹងរួចរាល់ជាការស្រេចហើយបងប្អូនទាំងអស់គ្នាខ្ញុំមានដាក់គ្រឿងអីញ៉ៃទេព្រោះអីទឹកគ្រឿងខគេមិញគ្រាន់ដាក់ទៅគឺថាមកល្មមហ្មងមកចាំទៅដាក់គ្រឿងអំបិលវាចេញអីទេគ្រាន់តែបង្ងាស់ទៅហើយជាការស្រេចនេះឥឡូវហ្នឹងរួចរាល់ជាការស្រេចហើយនិយាយថាផ្កែកំងនេះដល់ពេល10ម៉ោងមិនចង់ហូបវិញខើតែអុញហើយប្រពន្ធមេដៃឃ្លានឯណាពងក្រួយឯណាអត់មានថាមានអីហូបហ្នឹងអត់ទេណាសិតតែចេះហើសនេះហើសនោះទៀតអត់បានឯកូនខ្ញុំហើយបានបាយហ្នឹងមុំថាបានមួយម៉ាត់ហ្នឹងក៏ថាទូរស័ព្ទនៅចិត្តដៃនិយាយទៅមកធ្វើទូរស័ព្ទនៅចិត្តដៃបើថាមិនអោយទូរស័ព្ទទេមិនបាច់ទេបាយហ្នឹងនៅហ្នឹងមិនបាច់ចាំបានហូបមិនបាច់ចាំបានអីទេអញ្ចឹងជានៅហ្នឹងបើជានៅដល់វាយគ្នាផ្អើនេះវាយគ្នាផ្អើរឿងទូរស័ព្ទដើមគ្នានិយាយទៅមួយថ្ងៃកូនខ្ញុំដើមតែគ្នាទៅរឿងទូរស័ព្ទ iPad ទាំងដើមគ្នារហូតឲ្យមើលធ្វើមើលទាំងពីរបើអត់ឲ្យទាំងពីរហ៊ានតែឲ្យមើលឲ្យមួយអត់មួយហ្នឹងបាច់តែវាយគ្នាផ្អើភុំនិយាយទៅថាបានពីរទៅមានបងប្អូនបលែងគ្នាលេងអញ្ចឹងមានបលែងទេវាយតែគ្នានឹងឯងឥឡូវហ្នឹងគឺថាដល់វគ្គខ្ញុំម្ដងឯងបងប្អូនទាំងអស់គ្នាអើយតើហ៊ូស្អុយទាំងយប់នេះនិយាយទៅថាក្លែនគឺថាមិនបានហូបទេនៅមិនស្នុកអញ្ចឹងដាក់ទាំងយប់ហ្មងទៅចាំខាទៀតខ្ញុំមិនដឹងល្មិចទេខ្ញុំចូលចិត្តតើហ៊ូហ្នឹងចូលចិត្តតែមែនតើហ្មងចូលចិត្តមហាសានចូលចិត្តនិយាយទៅចូលចិត្តខ្លាំងហ្មងបើថាមួយខែ30ថ្ងៃហូបដល់មួយខែ30ថ្ងៃក៏អត់អីដែរនិយាយទៅក៏អត់ធុញដែរនិយាយទៅឲ្យថាមានហើយឥឡូវហ្នឹងគឺថាម្ដុំហ្នឹងឥឡូវមានគេលក់ទៀតខ្ញុំទិញធ្វើខ្លួនឯងទេបើអត់សូវមានគេលក់អត់ដឹងមិនតើហ៊ូហ្នឹងអត់សូវមានគេលក់សោះឥឡូវបើពីមុនសបោតែឥឡូវអត់មានសោះទៅឆ្ងាយកន្លែងម៉ួយរដងក៏អត់មាននឹងដល់ណាអស់បន្ទាប់ពីតាហ៊ូរួចរាល់ហើយគឺថាមកហូបជាមួយនឹងក្រូចថ្លុងឯណានេះទៀតប្តីខ្ញុំនិយាយថាចាញ់បោកគេអ្នកទាំងអស់គ្នាទិញមកនាំមកណាលួយហើយទៅអ្នកលក់ថាចាំបើហូបឱកាសចាំដូរវិញអើយហូបឱកាសចាំដូរវិញស្អីណាលួយអញ្ចឹងឯងនិយមមកទៀតប្តីនិយាយទៅប្តីខ្ញុំក៏ទិញឲ្យហូបនិយាយទៅត្រូវមាត់ដូចគ្នាហ្នឹងត្រូវមាត់ទាំងយប់អត់ទិញមកនាំណាលួយយកឲ្យមកអូយទៅអ្នកលក់ថាបើហូបឱកាសចាំយកមកដូរចាំបាច់ហូបកើតស្អីគ្រាន់តែមើលពណ៌ខ្ញុំមិនហ៊ានដាក់ចូលមាត់ផងណាស់នឹងលួយថៃទៅប្តីខ្ញុំក៏គាត់ថតហើយទៅពេលស្អីឡើងក៏ទៅដូរគេវិញថាហូបឱកាសទេប្រពន្ធខ្ញុំបោះចោលបាត់ហើយគេបាញ់លុយឲ្យវិញទៅបើគេឲ្យលុយវិញដល់ខ្ញុំលូប្តីខ្ញុំមិនបាច់ទេលូ3ខែមកនាំណាលួយហើយចេះទិញយកមកដៃខ្ញុំចេះតែមានហ្មងខ្ញុំពីដំបូងឡើយគឺថាឃ្លានស្វាយទេដល់ពេលអត់មានស្វាយខ្ចីមានណានេះចាប់ការអាហ្នឹងត្មងទៅក្រូចហ្នឹងជួអែមឆ្ងាញ់ទៀតហើយអំបិលហ្នឹងឆាខ្លួនឯងអីខ្លួនឯងទេនិយាយទៅថាឃ្លានគឺថាធ្វើវឹងបើមិនបានហូបទេមិនបាច់កេងទេ